ជំរាបសួរលោកគ្រូនេះគឺជាប្រព័ន្ធថ្មីមួយទៀតដែលខ្ញុំទៅកាត់ឡើងគឺជាប្រព័ន្ធសម្រាប់គ្រប់គ្រងឯកសារគ្រូបរិញ្ញាបត្រម្នាក់ដែលលោកគ្រូអាចប្រើប្រព័ន្ធនេះដើម្បីរក្សាឯកសារដើម្បីយកងាយស្រួលក្នុងការដាក់តាមខ្លួនព្រោះអានេះអាចប្រើក្នុងទូរស័ព្ទក៏បានកុំព្យូទ័រក៏បានហើយលោកគ្រូមានឯកសារណាមួយគឺអាច store វាចូលក្នុងទៅដើម្បីយកទៅបរិញ្ញាបត្របានហើយចំពោះប្រព័ន្ធនេះគឺយើងអាចប្រើបានពីរភាសាបាទអញ្ចឹងជាភាសាអង់គ្លេសហើយនិងភាសាខ្មែរដែលលោកគ្រូរើសនេះបាទបើសិនបើលោកគ្រូចង់រើសជាភាសាខ្មែរលោកគ្រូចុចលើនេះមកហើយលោកគ្រូយកពីភាសាខ្មែរមកបាទអញ្ចឹងវានឹងលោតជាភាសាខ្មែរឲ្យលោកគ្រូបាទអញ្ចឹងប្រព័ន្ធនេះវាងាយស្រួលក្នុងការប្រើហើយលោកគ្រូអាចអាចបញ្ចូលនៅឯកសារផ្សេងបានបាទអញ្ចឹងឧទាហរណ៍ឥឡូវគឺគ្រូចូលនេះតាដំបូងគឺគ្រូចូលឈ្មោះរបស់គ្រូនេះមកបាទអញ្ចឹងវានឹងដូរជាភាសាខ្មែរឲ្យអញ្ចឹងគ្រូអាចបញ្ចូលឈ្មោះរបស់គ្រូមកបាទភេទប្រុសហ្នឹងមកបាទហើយគ្រូបញ្ចូលមកជួយរក្សាទុកហ្នឹងមកបាទពេលដែលវារក្សាបានហើយគឺវានឹងលោតបាត់ឈ្មោះក្នុងនេះហើយវានឹងផ្ញើសារខាងក្រោមថាបានជោគជ័យបាទនេះបាទបន្ថែមបានជោគជ័យហើយគ្រូចឹងទៅលោកគ្រូផ្ទុកឯកសារអញ្ចឹងនេះគឺផ្ទុកឯកសារផ្សេងដែលលោកគ្រូចង់ផ្ទុកបាទអញ្ចឹងទី1គឺជ្រើសរើសឈ្មោះគ្រូបាទគ្រូដែលបានបញ្ចូលបាទខ្ញុំយ៉ាងបាទគឺបញ្ចូលមកហើយបន្តទៀតគ្រូអាចបញ្ចូលឯកសារហើយត្រង់នេះលោកគ្រូអាចបញ្ចូលបន្ថែមឈ្មោះឯកសារប្រភេទឯកសារជាប្រភេទអីគេបាទឧទាហរណ៍ថាជាប្រភេទតេស្តប្រចាំខែអញ្ចឹងលោកគ្រូដាក់តេស្តប្រចាំខែអញ្ចឹងទៅបាទឬក៏ជាឯកសារផ្សេងទៀតលោកគ្រូដាក់ឈ្មោះវាមកដើម្បីងាយស្រួលក្នុងការស្វែងរកបាទជាឯកសារគេជាតេស្តជាមេរៀនអញ្ចឹងទៅបាទអញ្ចឹងលោកគ្រូដាក់រក្សាទុកមកបាទអញ្ចឹងវានឹងចូលមកណានេះតេស្តប្រចាំខែបាទគ្រូចុចលើតេស្តប្រចាំខែមកហើយបន្តមកលោកគ្រូដាក់ឈ្មោះមកឧបមាថាតេស្តប្រចាំខែគេឧបមាថាប្រចាំខែមេសាឬក៏ប្រចាំខែឧសភាបាទគ្រូចុចនេះមកហើយទៅគឺរើសឯកសារបាទចុចទីដើម្បីរើសឯកសារបញ្ចូលបាទឡើងឧទាហរណ៍ណាមួយឧទាហរណ៍នេះចុះបាទចុចគ្រូចុចមើលឯកសារមកបាទពេលហើយគ្រូចុចពាក្យបន្ទុកឯកសារបាទអញ្ចឹងឯកសារចូលជោគជ័យអញ្ចឹងលោកគ្រូអាចមើលភ្លាមក៏បានបាទនេះចុចមើលភ្លាមទៅក៏បានបាទឬក៏លោកគ្រូអាចមើលទៅក្នុងនេះបាទអញ្ចឹងនៅកន្លែងស្វែងរកឯកសារនេះបាទអញ្ចឹងវានឹងនេះអញ្ចឹងរើសឈ្មោះគ្រូមកវានឹងឯកសារបាទឧបមាខ្ញុំមើលមានឯកសារដែលបញ្ចូលមកហ្នឹងបាទអញ្ចឹងមានប្រមាណគឺវានឹងចេញមកប៉ុណ្ណឹងបាទនេះអញ្ចឹងនេះលោកគ្រូចុចលើវាមកលោកគ្រូអាច print បាទអាចមើលឬក៏អាច print អីចឹងទៅបាទនេះគឺជាឯកសារហ្នឹងលោកគ្រូអាចចុច print បានឬក៏ចុច download ទុកក៏បានបាទហើយលោកគ្រូផ្សេងទៅគាត់អាចចូលមើលបានបាទនេះគឺជាប្រព័ន្ធឯកសារបាទហើយទៅពេលគ្រូបញ្ចូលឯកសារហើយគឺវានឹងបង្ហាញបាទបាទអញ្ចឹងវានឹងលុបស្ថិតិនៅកន្លែងនេះថាគ្រូដែលបានប្រើហ្នឹងប្រហែលអ្នកដែលបានចូលហ្នឹងបាទសរុបគ្រូហ្នឹងប្រហែលអ្នកហើយឯកសារទាំងអស់គឺប្រហែលបាទមាន4អញ្ចឹងឯកសារដូច speaking មាន2បាទនេះគឺ0និងនេះគឺតែប្រចាំខែមាន1ទៅបញ្ចូលមិនហ្នឹងបាទអញ្ចឹងប្រព័ន្ធវាមានភាពងាយស្រួលបាទអញ្ចឹងបើសិនតើលោកគ្រូឬក៏តាមសាលាដែលចង់ប្រើប្រាស់អាចទាក់ទងខ្ញុំបានបាទសូមអរគុណបាទសូមជម្រាបលា